គេម្នាក់នោះកំពុងតែនឹកហើយចង់ត្រឡប់មកហៅអ្នកវិញអញ្ចឹងថ្ងៃហ្នឹងយើងមកលេងភាសាទាំងអស់គ្នាតាក់ទងជាមួយនឹងថាតើសង្សារចាស់ឬក៏អ្នកនិយាយតាក់ទងគ្នាចាស់ហ្នឹងអាចមានឱកាសត្រឡប់មកវិញអត់ហើយគេគិតចំណុចជាមួយយើងអញ្ចឹងណាអញ្ចឹងមាន3ស្លឹកហើយស្លឹកទី1ស្លឹកទី2ហើយជាមួយនឹងស្លឹកទី3ធ្វើសមាធិហើយហើកាតដែលអ្នកបើកភ្នែកមកឃើញភ្លាមដំបងអញ្ចឹងណាសម្រាប់អ្នកគាត់ពិបាកក្នុងការបើបានហើយអញ្ចឹងយើងស្ដាប់ចម្លើយទាំងអស់គ្នាអូខេអញ្ចឹងខ្ញុំស្ដាប់ចម្លើយទាំងអស់គ្នាតាក់ទងជាមួយនឹងអ្នកដែលគាត់ស្លឹកទី1មើលថាតើអាចនឹងមានឱកាសត្រឡប់មកនិយាយគ្នាវិញឬក៏ត្រូវគ្នាវិញដូចដើមឬក៏អីអត់អញ្ចឹងណាអញ្ចឹងស្លឹកទី1បាន10 of wands អូខេតាក់ទងជាមួយនឹង the strength បាន the strength เนาะហើយជាមួយនឹង ace of swords Seven of Swords អូខេអញ្ចឹងឃើញហើយថាតំណែងហ្នឹងមិនចឹងជាដំបងសុំបញ្ជាក់មើលសិនថាឥឡូវហ្នឹង energy អាចនឹងបើមិនខាងគេទេក៏ខាងយើងដែរអាចនឹងនៅលក្ខណៈថាមានអ្នកនៅចង់ដឹងតាមមើលថាអូជីវិតម្នាក់ទៀតមិនឬក៏ខាងគេមិនចឹងណាតែអានេះ energy ហ្នឹងអាចប្រាប់បានថាអាចនឹងជាខាងយើងច្រើនជាងដែលយើងនៅរៀងចង់ដឹងរឿងគេខាងនោះថាអូគេមិនចៃគេមានណាគេពងធ្វើអីគេមួយយ៉ាងហ្នឹងមិនតែឬក៏អីចឹងណាតែបើថាមើល energy អារម្មណ៍ខាងគេនោះវិញសូមថាគេនឹកយើងអត់ឬក៏នៅគិតអត់ energy នេះមានឱកាសតបបើសិនថាមានឱកាសរៀងខ្ពស់ដែលអាចត្រឡប់មកនៅជាមួយគ្នាវិញត្រូវគ្នាវិញត្រឡប់មកនិយាយគ្នាវិញអញ្ចឹងណាព្រោះអី energy ហ្នឹងខាងគេនោះក៏នៅរៀងនឹកយើងនៅគិតពីយើងលក្ខណៈថានឹករឿងអនុស្សាវរីយ៍នឹករឿងពីមុនពេលកន្លងមកដូចពីមុនមកម៉ោងស្មាននេះយើងធ្លាប់ធ្វើអីមួយគ្នាអញ្ចឹងដល់ពេល10ម៉ោងស្មានគេនៅនឹកឃើញយើងឡើយអញ្ចឹងណាអាចគិតថាបើលឿនបំផុតអាចនឹងដើមខែក្រោយអាចនឹងមានតំណែងតំណងឬក៏គេអាចនឹងឆាតឬក៏គេអាចនឹងមកហៅមើលព្រោះនៅតាមចង់ដឹងរឿងយើងដូចគ្នាព្រោះ energy ហ្នឹង the strength មកហ្នឹងមានន័យថាវារៀងខ្លាំងដែររឿងរឿងស្នេហាមនុស្សចេតនាហ្នឹងអញ្ចឹងណាលក្ខណៈថាយើងនឹកពីគេនៅនឹកពីយើងវានៅមានដូចទំនាញអញ្ចឹងនៅទាញឲ្យនឹកគ្នាអញ្ចឹងជូនពរឲ្យអ្នកដែលហៅស្លឹកទី1ហ្នឹងឆាប់បានត្រឡប់មកជួបគ្នាវិញអូខេបាទអញ្ចឹងយើងមកធ្វើការមើលសម្រាប់អ្នកគាត់ហៅស្លឹកទី2ថាតើសង្សារចាស់អ្នកនិយាយចាស់ថាអាចមានឱកាសត្រឡប់មកវិញឬក៏មិនដែរឥឡូវហ្នឹងគេនឹកយើងអត់ឬក៏អីអត់អញ្ចឹងណាស្លឹកទី1បាន Three of Cups Four of Cups Nine of Wands Ten of Swords និយាយមែនស្នេហាលើកហ្នឹងគឺអត់ចង់និយាយអត់ចង់ប្រាប់ទេមែនតាពួកអីមើលទៅវាដូចជាពិបាកវារៀងឈឺចាប់វាលក្ខណៈថាពិបាកចិត្តទាំងពីរនាក់ពេលបែកគ្នាហ្នឹងមិនឃើញគេបរោះឃើញគេនោះនេះសបាយដើរលេងឬក៏គេធម្មតាហ្នឹងមិនគេអត់ឈឺទេខាងគេនោះក៏គេឈឺដែរមាននៅក្នុងចិត្តដូចគ្នាអញ្ចឹងណាតែគិតមើលទៅព្យាយាមគាត់ថា energy ខាងយើងហ្នឹងក៏រៀងនៅចាំគេអញ្ចឹងណាមានតាមមើលមាននៅនឹកមានអីតែគាត់ថាតែអបសរហ្នឹងតែបើមើលរូបទៅចប់ខ្នោះដៃមានន័យថាស្នេហាឬក៏ចង្វាក់អានិស័យយើងហ្នឹងវាអត់ទាន់ត្រូវបានកាត់ផ្ដាច់ឬក៏ដាច់ចេញពីគ្នា